នេះគឺជាវីដេអូកាលទៅលេងស្រុកកាប់ជុំធំណាបងប្អូននិយាយទៅមួយរយៈជុំធំហ្នឹងយើងទៅស្រុកហ្នឹងបានទៅវត្តតែមួយវត្តទេទៅមួយវត្តហ្នឹងទៅទាំងវេទនាទៀតភ្លៀងពេញទឹកពេញដីហ្នឹងភ្លៀងជោកជាំទៅពាក់កណ្ដាលផ្លូវតនដល់វត្តផងភ្លៀងសើមទៅវត្តរាប់បាត់រាប់អីហើយចេញមកវិញក៏ភ្លៀងពេញមួយផ្លូវហ្នឹងឥឡូវយើងក៏លេងមកមើលវីដេអូយើងម្ដងដោយសារតែភ្លៀងរាល់ថ្ងៃពេកទឹកក៏វាឡើងគួរសមដែរហើយខ្ញុំក៏មិនចោលទេឲ្យទៅស្រុកខ្ញុំតែងតែទៅរកខ្ចៅរកអីហើយព្រោះខ្ញុំចូលចិត្តមែនតើខ្ចៅទៅរករាវខ្ចៅរាវអីចឹងទៅឥឡូវនេះយើងទៅរដងយើងទៅតែម្នាក់ឯងឬក៏ពីរនាក់អីចឹងទៅតែថ្ងៃនេះមានបងមានក្មួយមានប្អូនអីទៅដែរអញ្ចឹងយើងបើកយន្តទៅច្រើនគ្នាណាមួយផ្លូវវារៀងវេទនាដែរអញ្ចឹងណាដោយសារស្រុកនោះអត់មានបេតុងអត់មានខ្នល់កស៊ូទេមានតែគ្រួក្រហមដីក្រហមអញ្ចឹងដូចអ្នកទាំងអស់គ្នាឃើញក្នុងវីដេអូអញ្ចឹងហើយកន្លែងខ្លះក៏ស្រួលកន្លែងខ្លះក៏ពិបាកជិះតែខ្លួនមួយហ្នឹងវេទនាអញ្ចឹងតើបើកយន្តទៅបើកទៅឌុបគ្នាដើរលេងដឹកគ្នាដើរលេងផងមើលទេសភាពវាស្រែផងបងត្រីផងរៀបខ្ចៅផងអញ្ចឹងណាអីក៏ខ្ចៅយើងរៀបបានតែកន្លះធុងធុងទូចធុងគេដាក់ថ្នាំពណ៌ថ្នាំអីតូចតូច20គីឡូជាងយើងបានវាកន្លះធុងនឹងដែរហើយត្រីបានមួយសឡថាទៅវាឥឡូវស្រុកខ្ញុំវាមិនសូវមានត្រីមានអីទេវាមិនដឹងថាទៅដល់ណាអស់ទេវាក៏មកវាយើងធ្វើស្រែប្រាំងគូប្រាំងគ្រប់ផ្សារពេកបាញ់ថ្នាំមិញអីទៅវាងាប់វាអីអស់មិនដឹងវាពាយឬក៏គេឆក់គេអីយើងវាមិនដឹងអ្នកទាំងអស់គ្នាគាត់ថាឥឡូវវាក្រអត់ដូចពីមុនសបោត្រីតាមបន្លាយតាមអីកន្លែងខ្ញុំបងត្រីនេះអីពីមុន4 10ឆ្នាំមុនឲ្យតែខែទឹកស្រកវិញអូមនុស្សបងដូចផ្សារអញ្ចឹងឈប់បងត្រីឆ្លូញត្រីអីហ្នឹងហើយងាកឡើងមានគេដាក់មងដាក់អីខ្ញុំដាក់មងដាក់អីតាមបន្លាយហ្នឹងទៅបានសត្រីសកាទៅក្នុងវែងអីតែងតែងទៅទុកអីហ្នឹងតែឥឡូវចប់ឥឡូវលេងមានត្រីលេងមានអីអស់ហើយវាបងបានមួយសឡគាត់ហូបគាត់អីហ្នឹងហើយនេះដើរបងតាមមុខទឹកហូរយើងរាវខ្ចៅរីអីហើយដើរបងតាមមុខទឹកហូរបាន4 10សណាញ់មកផ្ទះវិញហើយមិនបាច់មើលទេទេសភាពស្អាតមែនតើអ្នកទាំងគ្នាពេលល្ងាចហ្នឹងល្បាក់ម៉ោង5 4ជាង5ជាងហីខ្ញុំមិនចាំទេតែគាត់ថាពេលល្ងាចនេះបងបដារាវខ្ចៅបដាហើយចេះថតវីដេអូពីនេះពីនោះទៅចែកអ្នកទាំងអស់គ្នាទស្សនាហើយទេសភាពវាសម្រាប់ពេលយើងនៅស្រុករាល់ថ្ងៃវាធម្មតាវាមានអីប្លែកប៉ុន្តែពេលយើងខាននៅស្រុកយូរយើងទៅលេងស្រុកម្ដងទេសភាពគឺអស្ចារ្យមែនតើវាមើលទៅវាស្រស់ស្រាយវាយើងដើរទៅក្រៅអត់សូវនៅរទេះទេសភាពវាស្រស់ស្រាយដោយសារយើងនៅផ្ទះវាព្រឹកភ្លៀងងាយភ្លៀងអញ្ចឹងទៅអង្គុយប្រាជ្ញគ្នាលេងដេកយន់រឹងក្នុងផ្ទះហ្នឹងលេងទៅទូរស័ព្ទយើងទៅវាលស្រែទៅបានមើលទេសភាពមើលអីផងស្រស់ស្រាយអារម្មណ៍ពេលល្ងាចឥឡូវបន្ទាប់ពីយើងឈប់បងយើងឈប់រៀបខ្ចៅឬអីហើយយើងត្រឡប់មកផ្ទះវិញណាអ្នកនរគ្នាមើលទៅផ្លូវទៅដឹងហើយអានេះរៀងស្ងួតទេណាបើសិនជាជិះពេលភ្លៀងអាភ្លៀងហើយភ្លាមហ្នឹងអូមិនបាច់លុបទេផ្លូវជិះតែម្នាក់ឯងក៏ចង់ងែមងាមណាអូសតដេកក្រហមចេះវេទនាណាជិះមិនស្រួលទេមិនដូចស្រុកគេធ្វើផ្លូវចាក់បេតុងចាក់អីណាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូហ្នឹងហើយកុំភ្លេចជួយ Subscribe ហើយនឹង Like Page អ្នកមួយផងអរគុណចាំជួបគ្នាវីដេអូក្រោយពាក់ព័ន្ធនឹងវាលស្រែទៀតហើយវីដេអូក្រោយហើយទៅលេងស្រុកហ្នឹងអរគុណអ្នកទាំងអស់គ្នា